vàយើងសាច់ប្រពែមួយទៀតចុះណាបាទអញ្ចឹងសាច់ប្រពែក៏ស្ថិតចូលនៅក្នុងសាច់ក្រហមដែរណាហើយសាច់ប្រពែហ្នឹងគឺមានសាច់ក្រហមមានខ្លាញ់ទាបជាងសាច់គោហើយនិងសាច់ជ្រូកអញ្ចឹងសាច់ប្រពែល្អជាងសាច់គោសាច់ជ្រូកណាប៉ុន្តែក៏វាថ្លៃជាងណាហើយមានប្រូតេអ៊ីនខ្ពស់និងមានតម្លៃអាហារូបត្ថម្ភល្អអញ្ចឹងសាច់ប្រពែល្អជាងគេប៉ុន្តែសាច់ប្រពែវាថ្លៃណាបាទអ្នកចិញ្ចឹមប្រពែល្អណាចំពេលល្អជាងគោល្អជាងជ្រូកបាទអញ្ចឹងបើយើងយកសាច់ប្រពែសុត100ក្រាមដូចគ្នាតើមានសារធាតុនឹងប្រមាណហើយថាប្រយោជន៍អីខ្លះបាទអញ្ចឹងធម្មពលទី1សាច់ប្រពែជួយធម្មពល140ទៅ160គីឡូកាឡូរីផ្ដល់ធម្មពលដល់រាងកាយខ្ពស់ហើយមានប្រូតេអ៊ីនប៉ុន្មានណាបាទអញ្ចឹងមានប្រូតេអ៊ីន26ទៅ27ក្រាមជួយសាងសង់សាច់ដុំណាជួយជួសជុលកោសិការបស់យើងហើយសាច់ប្រពែមានប្រូតេអ៊ីនមានខ្លាញ់ពី2ទៅ3ក្រាមផ្ដល់នូវថាមពលហើយជួយស្រូបវីតាមីន A វីតាមីន D វីតាមីន E និងវីតាមីន K ដូចគ្នាណាហើយមានជាតិដែកចឹងសាច់ប្រពែមានជាតិដែក3ទៅ 3.5 មីលីក្រាមជួយបង្កើតគ្រាប់ឈាមក្រហមហើយជួយដឹកនាំអុកស៊ីហ្សែនដូចគ្នាបាទតទៅទៀតសាច់ប្រពែហ្នឹងមានវីតាមីន B12 ហើយមានស័ង្កសីណាមានស័ង្កសីគឺ4ទៅ5មីលីក្រាមជួយបង្កើនភាពស៊ាំនិងជួយតបៅណាឆាប់ជាសះស្បើយហើយនៅក្នុងនោះមានវីតាមីន B12 មានពី1.5ទៅ2.5មីក្រូក្រាមជួយផលិតគ្រាប់ឈាមក្រហមហើយនឹងជួយប្រព័ន្ធប្រសាទរបស់យើងដែរហើយមានវីតាមីន B2 អានេះលឿនណាល្អជាងពួកមុនទៀតណាមាន B2 គឺ riboflavin 0.2 មីលីក្រាមអានឹងជួយរំលាយអាហារផងជួយថាមពលផងហើយជួយឲ្យអ្នកសាពងមាត់សាពងបែកមាត់ហ្នឹងគឺអា B2 ហ្នឹងល្អអញ្ចឹងញ៉ាំសាច់ប្រពែល្អជាងគេណាហើយមានវីតាមីន B3 Thiacin នេះវីតាមីន B3 ហ្នឹងគឺមាន6ទៅ7មីលីក្រាមជួយរំលាយអាហារនិងជួយប្រព័ន្ធប្រសាទដូចគ្នាហើយក្នុងនោះគឺមាន phosphor ដូចកាល់ស្យូមដែរណាជួយឆ្អឹងនិងជួយធ្មេញហើយ selenium សំខាន់សាច់ទាំងអស់មាន selenium ទាំងអស់ណាបាទមាន selenium 25មីក្រូក្រាមសារធាតុប្រឆាំងនឹងអុកស៊ីតកម្មណាអង់ទីអុកស៊ីដង់ណាបាទអញ្ចឹងយើងញ៉ាំសាច់ហ្នឹងគឺជួយទាំងអស់វីតាមីនច្រើនណាតែគ្រាន់ប្រពែល្អជាងគោហើយល្អជាងជ្រូកល្អជាងត្រីអត្ថប្រយោជន៍របស់សាច់ប្រពែមានអីខ្លះណាអត្ថប្រយោជន៍របស់សាច់ប្រពែមាន4ទី1ដោយសារវាមានខ្លាញ់និងកូលេស្តេរ៉ុលទាបជាងសាច់គោនិងសាច់ជ្រូកទី2ជាប្រភពល្អនៃដែកស័ង្កសីជួយការពារភាពស្លេកស្លាំងនិងជួយប្រព័ន្ធភាពស៊ាំទី3ដោយសារវាមានប្រូតេអ៊ីនខ្ពស់ណាប្រូតេអ៊ីនគុណភាពខ្ពស់ទៀតណាដែលសមស្របសម្រាប់អ្នកហាត់ប្រាណឬអ្នកត្រូវការស្ដារកម្លាំងអញ្ចឹងសាច់ប្រពែល្អជាងគេណាជួយពិសេសពួកក្មេងៗអ្នកដែលចាស់ហើយណាចាស់ចង់ឲ្យមានកម្លាំងកំហែងហាត់ប្រាណថ្ងៃហ្នឹងញ៉ាំសាច់ប្រពែទៅទី3ជួយថែរក្សាសុខភាពបេះដូងបាទដែលគេថាបើប្រើចំណុះសមរម្យណាអត់ឲ្យញ៉ាំច្រើនពេកទេញ៉ាំសមរម្យហ្នឹងហើយអ្វីដែលគួរប្រុងប្រយ័ត្នគួរជៀសវាងចង់និយាយអញ្ចឹងណាអ្វីដែលគួរជៀសវាងទោះបីមានខ្លាញ់តិចប៉ុន្តែសាច់ប្រពែជាសាច់ក្រហមណាវាសាច់ប្រពែសាច់ក្រហមដូចសាច់គោដែរដូច្នេះមិនគួរទទួលទានញឹកពេកទេអញ្ចឹងក្នុងមួយសប្តាហ៍គេឲ្យតែ2ទៅ3ដងឯណាបើចង់ញ៉ាំសាច់ប្រពែបាទហើយទី2ដូចសាច់ក្រហមមុនដែរបើសាច់អាំងឬដុតខ្លាំងពេកអាចបង្កើតសារធាតុបង្កមហារីកពីអង់គ្លេសគេហៅថា heterocyclic amines ណា heterocyclic amine ណាប្រាំងអានអញ្ចឹងណា
ហើយចំណុចទី3ត្រូវចម្អិនឲ្យបានឆ្អិនល្អដើម្បីជៀសវាងណាពួកបាក់តេរីឬពួកប៉ារ៉ាស៊ីតបាទអញ្ចឹងយើងពេទ្យអនាម័យគឺអ្នកអនាម័យគឺឆ្អិនល្អណាប៉ុន្តែបើអ្នកជំនាញអ្នកឯកទេសខាងរដ្ឋធម្មគេថាញ៉ាំឆ្អិនពេកអត់សូវមានជីវីតាមីនអញ្ចឹងវាល្អសម្រាប់វីតាមីនប៉ុន្តែវាអាចប៉ះពាល់ដល់អនាម័យបើសិនជាសាច់នឹងល្អអត់អីទេបើសាច់នឹងអត់ល្អយើងអត់ឆ្អិនយើងញ៉ាំទៅវាប៉ះពាល់សុខភាពណាពិសេសរាគនឹងខ្លាំងជាងគេហើយនឹងរាគមួយអានឹងមួយទៀតខុនវៀនណាមួយទៀតបាទអញ្ចឹងសាច់ពពែជូនទៅប៉ុណ្្នឹងឯងបាទអរគុណសូមជម្រាបលាបាទ